សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីថ្ងៃនេះយើងនៅតែបន្តនៅក្នុងពិភព One Piece ដដែលដើម្បីស្វែងយល់អំពីបរិមម្នាក់ដែលបានផ្លាស់ប្ដូរពិភពលោកឲ្យច្របូកច្របល់រញ៉េរញ៉ៃរហូតដល់សប្តាហ៍ថ្ងៃនេះគាត់គឺជាបរិសដែលខ្លាំងក្លាបំផុតក្លាហានបំផុតហើយក៏ជាបរិសដែលមានអាកំបាំងបំផុតផងដែរដូច្នេះហើយទើបយើងមកឆ្កឹះឆ្កៀលអំពីប្រវត្តិរបស់គាត់ទាំងអស់គ្នាគាត់មានឈ្មោះថា Goldie Roger ស្ដេចចៅសមុទ្រតែមុននឹងចាប់ផ្ដើមខ្ញុំសូមពឹងបងប្អូនទាំងអស់គ្នាជួយចុច Subscribe ចុច Like និង Comment ម្នាក់មួយផងតោះចាប់ផ្ដើមដើម្បីកុំឲ្យខាតពេលយូរ Goldie Roger មានស្រុកកំណើតនៅទីក្រុង Locktown ដែលជាទីក្រុងគេស្គាល់ថាជាទីក្រុងនៃការចាប់ផ្ដើមនិងការបញ្ចប់និយាយទៅតាំងពីក្មេងមកគាត់គឺជាមនុស្សដែលមានចិត្តក្លាហាននិងមានមហិច្ឆតាធំគាត់តែងតែមានក្តីសង្ឃឹមចង់ធ្វើដំណើរជុំវិញពិភពលោកនិងស្វែងរកកំណប់ដ៏អស្ចារ្យបន្ទាប់មកបែកគំនិតធ្វើជាចៅសមុទ្រនៅពេលដែលកំឡោះ Goldie Roger ធំឡើងគាត់បានបង្កើតក្រុមចៅសមុទ្រ Roger Pirate ជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅក្នុងចំណោមនោះមាន Silver Raleigh ដែលជាដៃស្ដាំរបស់គាត់និង Scopper ក្បានមិនមែនក្បាញ់ទេដែលជាសមាជិកដ៏ខ្លាំងក្លារបស់គាត់នៅក្នុងចំណោម Top 3 នៃសំពៅ Roger Pirate និយាយទៅ Raleigh ជាដៃស្ដាំហើយក្បានគឺជាដៃឆ្វេងរបស់ស្ដេចចៅសមុទ្រ Goldie Roger ពួកគេបានធ្វើដំណើរជុំវិញ Grand Line ដែលជាសមុទ្រដ៏គ្រោះថ្នាក់នៅក្នុងពិភពលោកពួកគេបានប្រឈមមុខនឹងសត្រូវខ្លាំងៗជាច្រើននិងឆ្លងកាត់ឧបសគ្គរាប់មិនអស់ក្រុមចៅសមុទ្រ Roger គឺជាក្រុមតែមួយគត់ដែលបានធ្វើដំណើរជុំវិញ Grand Line ទាំងមូលហើយបានទៅដល់កោះចុងក្រោយគឺ Last Tail នៅទីនោះពួកគេបានរកឃើញកំណប់ One Piece និងអាថ៌កំបាំងនៃប្រវត្តិសាស្ត្រពិភពលោកក៏ប៉ុន្តែជាចុងក្រោយគាត់បានត្រឹមតែនិយាយថាគាត់មកទីនេះលឿនពេកបើនិយាយអំពី One Piece វាមិនមែនគ្រាន់តែជាកំណប់ធម្មតានោះទេខ្ញុំក៏មិនដឹងថាស្អីដែរគ្រាន់តែដឹងថាវាគឺជាកំណប់ដែលលាក់កំបាំងដ៏សំខាន់នៅក្នុងពិភពលោក Roger និងក្រុមរបស់គាត់បានដឹងអំពីអាថ៌កំបាំងនេះហើយពួកគេសម្រេចចិត្តលាក់ទុកវាដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងដៃមនុស្សអាក្រក់បន្ទាប់ពីការធ្វើដំណើរដ៏អស្ចារ្យក្រុមរបស់ Roger បានធ្វើការចោះចាញ់រដ្ឋាភិបាលពិភពលោកព្រោះគាត់ដឹងថាខ្លួនគាត់មានជំងឺដែលមិនអាចព្យាបាលបានហើយគាត់ចង់បញ្ចប់ជីវិតរបស់គាត់តាមរបៀបដ៏អស្ចារ្យគឺថាបំពុលចៅសមុទ្រទូទាំងពិភពលោកឲ្យទៅស្វែងរកកំណប់ One Piece គាត់ត្រូវបានប្រហារជីវិតនៅ Locktown នៅចំពោះមុខមនុស្សរាប់ពាន់នាក់មុនពេលដែលគាត់ស្លាប់គាត់បាននិយាយពាក្យដែលចាប់ផ្ដើមយុគសម័យដ៏អស្ចារ្យនៃចៅសមុទ្រគាត់បានប្រាប់មនុស្សគ្រប់គ្នាថា One Piece មានពិតមែនហើយអ្នកណាក៏អាចទៅស្វែងរកវាបានដែរពាក្យចុងក្រោយរបស់ Roger បានជំរុញឲ្យមនុស្សជាច្រើនភ្លុកទឹកភ្លុកដីចេញទៅសមុទ្រដើម្បីស្វែងរកកំណប់ One Piece នេះនាំឲ្យមានការរីកចម្រើននៃចំនួនចៅសមុទ្រនិងការចាប់ផ្ដើមនៃយុគសម័យកាលដ៏អស្ចារ្យនៃក្រុមចៅសមុទ្រចុចឆ្វេងចុចឆ្វាយផងដែរធ្វើឲ្យយើងបន្តមើលរឿង One Piece អស់រយៈពេល25ឆ្នាំហើយ Roger ក៏ជាឪពុករបស់ Porgas DS ដែរតែមិនមែន Pocari Sweat ទេគឺជាចៅសមុទ្រដ៏ខ្លាំងក្លាមួយរូបនិងក៏ជាកូនប្រុសរបស់ស្ដេចចៅសមុទ្រ Goldie Roger ដែរការទទួលមរណភាពរបស់គាត់នៅក្នុងសង្គ្រាម Marineford ដែលជាសោកនាដកម្មដ៏ធំមួយសម្រាប់ពិភព One Piece ផងដែរយីមែនកាលហ្នឹងខ្ញុំសេតច្ម៉ែមើលវគ្គហ្នឹងហើយខូចចិត្តហ្មងRoger គឺជាបរិសដែលមានអាថ៌កំបាំងច្រើនគាត់មានសមត្ថភាពពិសេសអាចស្ដាប់សំឡេងអ្វីៗបានទាំងអស់គាត់មានទំនាក់ទំនងដ៏ស្មុគស្មាញមួយជាមួយនឹង Monkey D. Garp ដែលជាវីរៈបរិសជើងទឹកហើយក៏ជាមិត្តភ័ក្តិរបស់ Garp ដែរគេឈ្មោះដ៏អស្ចារ្យរបស់ Roger គឺនៅតែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងរឿង One Pieceមានតួអង្គជាច្រើនត្រូវបានជះឥទ្ធិពលដោយសារ Roger ហើយការស្វែងរក One Piece គឺជាកម្លាំងជំរុញដ៏សំខាន់នៃរឿង One Pieceកាលនៅសម័យ Roger មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹង Monkey D. Garp ដែលជាវីរៈបរិសជើងទឹកពួកគេគឺជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាក៏ប៉ុន្តែពួកគេក៏មានការគោរពចំពោះគ្នាទៅវិញទៅមកដែរ Garp បានជួយការពារកូនប្រុសរបស់ Roger គឺ Porgas DS បន្ទាប់ពី Roger បានប៉ៃឡែវហើយ Roger ក៏មានទំនាក់ទំនងពិសេសជាមួយនឹង Kosuke Oden និង Whitebeard ផងដែរនិយាយមែនតួអង្គពីរនឹងខ្ញុំស្រឡាញ់ចុះម៉ែ Oden បានជួយ Roger ស្វែងរក Poneglyph និងបកប្រែព័ត៌មាននៅលើផ្ទាំងសិលាថ្មនេះថ្មនោះ Whitebeard និង Roger ក៏ធ្លាប់វាយគ្នាលេងផងដែរក៏ប៉ុន្តែពួកគេមានការគោរពគ្នាទៅវិញទៅមកវាយហើយវាយទៀតគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ Roger ថែមទាំងប្រាប់ Whitebeard អំពីអត្ថន័យនៃអក្សរ D ផងដែរប៉ុន្តែគាត់និយាយគ្នាតែពីរអ្នកនឹងឯងហើយយើងអ្នកមើលក៏គ្មានដឹងអីដែរ
អាកំបាំងនៃអក្សរ D គឺនៅតែជាអាកំបាំងមួយដ៏សំខាន់នៅក្នុងពិភព One Piece ដដែលហើយអ្នកមានអក្សរ D នៅក្នុងឈ្មោះរបស់ពួកគេគឺមានន័យថាសត្រូវនៃព្រះអាកំបាំងនេះក៏នៅតែមិនទាន់មានការបកស្រាយពេញលេញនៅឡើយទេក៏ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រវត្តិសាស្ត្រពិភពលោក Roger និងក្រុមរបស់គាត់បានរកឃើញអាកំបាំងអំពីវត្តមានរបស់ Joy Boy នៅ Last Tale Joy Boy គឺជាបុគ្គលដ៏ខ្លាំងម្នាក់នៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹង Lost Century Roger និងក្រុមរបស់គាត់បានដឹងថាពួកគេមកដល់ទីនេះឆាប់ពេកហើយដែលមានន័យថាវាដល់ពេលវេលាដែលពិភពលោកមិនទាន់ត្រៀមខ្លួនសម្រាប់ការពិតនៃប្រវត្តិសាស្ត្រមួយនេះ Roger បានដឹងអាកំបាំងនៃ Lost Century ដែលជាចន្លោះពេល100ឆ្នាំដែលបានត្រឡប់ចោលចេញពីប្រវត្តិសាស្ត្រហើយនេះគឺជាអាកំបាំងដែលរាជរដ្ឋាភិបាលពិភពលោកខិតខំលាក់កំបាំងពួកអាក្បាលខូចការយល់ដឹងរបស់ Roger អំពីអាកំបាំងនេះបានធ្វើឲ្យគាត់ក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់រដ្ឋាភិបាលពិភពលោក Uncle Roger ហាក់ដូចជាយល់ដឹងអំពីជោគវាសនារបស់ខ្លួនគាត់ដឹងថាគាត់រស់មិនបានយូរទេហើយគាត់បានរៀបចំផែនការឲ្យសមស្របទៅតាមស្ថានភាពនោះគាត់បានយល់ថាពេលវេលាដែលគាត់មកដល់ Last Tale លឿនពេកដូច្នេះហើយបានជាគាត់រៀបចំដើម្បីឲ្យពិភពលោកបានត្រៀមខ្លួន Roger បានបញ្ជូនឆន្ទៈរបស់គាត់ទៅមនុស្សជំនាន់ក្រោយគាត់ជឿថានឹងមាននរណាម្នាក់ធ្វើបាននៅពេលអនាគតដើម្បីបំពេញនៅអ្វីដែលគាត់មិនអាចធ្វើបាននេះគឺជាគំនិតនៃ Inheritedville ដែលជាប្រធានបទដ៏ធំសំខាន់មួយនៅក្នុងរឿង One Piece Roger មិនត្រឹមតែជាបរិសុទ្ធខ្លាំងប៉ុណ្ណោះទេក៏ប៉ុន្តែគេបានបញ្ជាក់ថាគាត់គឺជាបរិសុទ្ធដែលមានមន្តស្នេហ៍និងភាពទាក់ទាញទៀតផងគាត់មានសមត្ថភាពនៅក្នុងការទាក់ទាញមនុស្សឲ្យរួបរวมគ្នាហើយគាត់ត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងក្រុមរបស់គាត់និយាយទៅគឺ Gentleman ខ្ញុំជឿថាសមត្ថភាពរបស់ Roger នៅតែមានឥទ្ធិពលនៅលើសាច់រឿងនាពេលបច្ចុប្បន្ននៅក្នុង One Piece តើអ្នកគិតដូចខ្ញុំដែរឬទេអាកំបាំងដែលគាត់បានរកឃើញគឺជាឆន្ទៈមួយដែលបានបញ្ជូនបន្តគ្នាពីមួយទៅមួយហើយជំរុញឲ្យព្រឹត្តិការណ៍នេះដើរទៅមុខនៅក្នុងរឿង One Piece ហើយ Goldie Roger គឺជាស្ដេចចៅសមុទ្រមួយដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រគាត់គឺជាបុរសដ៏ខ្លាំងក្លាហើយក្លាហានព្រមទាំងមានអាកំបាំងច្រើនទៀតគាត់បានផ្លាស់ប្ដូរពិភព One Piece រហូតមកទល់សព្វថ្ងៃហើយគេដំណើររបស់គាត់ក៏នៅតែជះឥទ្ធិពលយ៉ាងខ្លាំងរហូតដល់សព្វថ្ងៃដែរអូខេបងប្អូនទាំងអស់គ្នាយ៉ាងម៉េចដែររឿងរ៉ាវជីវិតរបស់ Goldie Roger នេះអែមអត់គាត់គឺជាបុរសម្នាក់ដែលបានផ្លាស់ប្ដូរពិភព One Piece ទាំងស្រុងហ្មងគោគេគោឯងឲ្យដើររក One Piece ពីមនុស្សធម្មតាក្លាយទៅជាចៅសមុទ្រដ៏ខ្លាំងក្លាថែមទាំងទំនេរជិះទូកជុំវិញ Grand Line ស្វែងរក One Piece ទៀតហើយថែមទាំងទុកអាកំបាំងដ៏ធំមួយឲ្យមនុស្សជំនាន់ក្រោយវីឈប់រកស៊ីចោលប្រពន្ធចោលកូនទៅធ្វើចៅសមុទ្រដើម្បីស្វែងរក One Piece ខ្ញុំដឹងថាទោះខ្ញុំនិយាយពីគាត់ដល់ថ្ងៃលិចហើយរះឡើងវិញក៏មិនចប់ដែរដូច្នេះខ្ញុំក៏សន្មតថាខ្ញុំទៅតែសង្ខេបរឿងរបស់គាត់ដើម្បីចែកជូនឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ក៏សូមអភ័យទោសផងដែរបើសិនជាខ្ញុំនិយាយត្រង់ណាទៅមិនពេញចិត្តដល់បងប្អូនសូមអភ័យទោសផងអូខេបើបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like share ហើយ subscribe ឲ្យ channel ខ្ញុំមួយផងណាហើយបើមានមតិយោបល់អ្វីឬចង់ឲ្យខ្ញុំធ្វើវីដេអូអំពីតួអង្គនៅក្នុង One Piece ផ្សេងទៀតសូមកុំភ្លេច comment ខាងក្រោមខ្ញុំនឹងអាន comment របស់បងប្អូនទាំងអស់គ្នាតែកុំភ្លេចណាពិភព One Piece នៅតែមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើនទៀតដែលយើងត្រូវស្វែងយល់អញ្ចឹងហើយសូមរងចាំតាមដានវីដេអូបន្តរបស់ខ្ញុំផងណាអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ